ចិនបញ្ជាឲ្យត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះការនាំចូលទុរេនថៃក្រោយពីរកឃើញឃ្លាំងកែច្នៃផ្លែទុរេនមានសារធាតុ BY2 ប្រមាណ17តោនមីជាតិស្នាដៃខ្មែររសជាតិខ្មែរវិកាលឆ្លុះបញ្ចាំងពីឧត្តមភាពឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនអនុទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមខណៈដែលរដូវទុរេនមកដល់ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាចម្បងមួយដោយសារតែមន្ត្រីគយរបស់ចិនបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះផលិតផលទុរេនថៃក្រោយពីរកឃើញមានសារធាតុ Basic Yellow 2 ឬ BY2 ដែលជាសារធាតុបង្កមហារីកនៅក្នុងទុរេនថៃដែលនាំចូលទៅកាន់ប្រទេសចិនយោងតាមការផ្សាយព័ត៌មានរបស់កាសែតម៉ាតិឈុនពីថ្ងៃទី29ខែមេសាឆ្នាំ2025ដឹងប្រែសម្រួលដោយសារព័ត៌មានត្រយងបានឲ្យដឹងទៀតថាអ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅប្រទេសថៃបានប្រាប់អ្នកសារព័ត៌មានថៃពីវិធានការត្រួតពិនិត្យទុរេននាំចេញទៅកាន់ប្រទេសចិនដែលបង្កឲ្យមានការព្រួយបារម្ភថាអាចធ្វើឲ្យទុរេនថៃជាប់គាំងពិបាកបញ្ចេញដែរចិនគឺជាទីផ្សារនាំចេញទុរេនដ៏សំខាន់បំផុតនៅក្នុងប្រទេសថៃដោយកាលពីឆ្នាំមុនទុរេនថៃស្មើនឹង 98% នៃការនាំចេញសរុបមានតម្លៃប្រមាណ$4,000 លានអាមេរិកចាប់តាំងពីដើមឆ្នាំ2025នេះដោយសារតែទុរេនថៃមួយចំនួនមិនអាចឆ្លងផុតការត្រួតពិនិត្យនិងត្រូវដាក់ឲ្យនៅដាច់ដោយឡែកអាជ្ញាធរគយចិនបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពចំណីអាហារនាំចូលយ៉ាងណាមិញដើម្បីឆ្លើយតបទៅនឹងរដូវផលិតផលទុរេនខ្ពស់និងតម្រូវការនាំចេញទៅកាន់ប្រទេសចិនបានទាន់ពេលវេលាប៉ុន្តែត្រូវបានធានានៅសុវត្ថិភាពអាជ្ញាធរគយចិនក៏បានណែនាំឲ្យដំណើរការនៅវិធីនៃការធ្វើការពិសេសគឺ24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍ដោយបន្ថែមមន្ត្រីនិងឧបករណ៍ត្រួតពិនិត្យដើម្បីស្វែងរកវិធានការសម្រួលផ្សេងៗដូចជាការចាត់ថ្នាក់ទុរេននិងដំណើរការគយបន្ទាន់ធ្វើយ៉ាងណាអាចឆ្លងកាត់នីតិវិធីគយបានទាន់ពេលវេលាដែរនៅក្នុងថ្ងៃជាមួយគ្នានោះដែរក្រុមប្រតិបត្តិការពិសេសថៃបានចុះត្រួតពិនិត្យនិងរឹបអូសទុរេនខ្ចីជាង2តោននៅឃ្លាំងផ្លែឈើមួយកន្លែងនៅក្នុងខេត្តចន្ទបុរីដោយបានបែងចែកគុណភាពទុរេនទាំងនោះមុននាំយកទៅកំទេចចោលយោងតាមសេចក្តីរាយការណ៍កម្លាំងអាវុធហត្ថខេត្តចន្ទបុរីចុះត្រួតពិនិត្យគុណភាពទុរេនសម្រាប់នាំចេញដើម្បីទប់ស្កាត់ទុរេនគុណភាពទាបមិនឲ្យចូលទីផ្សារនាំចេញដោយក្នុងការត្រួតពិនិត្យនោះបានរកឃើញឃ្លាំងកែច្នៃមួយមានទុរេនប្រមាណ17តោនដែលកម្មករកំពុងតម្រៀបនិងវេចខ្ចប់មន្ត្រីបានស្នើសុំត្រួតពិនិត្យដោយអ្នកតំណាងឃ្លាំងយល់ព្រមទន្ទឹមនោះក៏មានរថយន្តដឹកទុរេនប្រមាណ10គ្រឿងទៀតបើកមកចតរងចាំលក់ដែរការត្រួតពិនិត្យក៏បានរកឃើញរថយន្តមួយគ្រឿងមានទុរេនសម្បកខាងក្រៅពណ៌ស្លេកខុសធម្មតាហើយអ្នកបើកបរជាបុរសអាយុ29ឆ្នាំមិនអាចបង្ហាញវិញ្ញាបនបត្រ GAP ឬ GAP បានដោយសារតែអះអាងថាខ្លួនគ្រាន់តែជាអ្នកដឹកជញ្ជូនទុរេនទទួលថ្លៃឈ្នួល$2,500ក្នុងមួយជើងដូច្នេះមិនដឹងព័ត៌មានលម្អិតផ្សេងៗនោះឡើយពេលនេះកំពុងតែរងចាំការត្រួតពិនិត្យហើយរថយន្តនោះក៏ត្រូវបានបើករត់គេចខ្លួនបាត់ទៅវិកាលឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់ខ្ញុំត្រូវការទុនបន្ថែមខ្ញុំចង់រៀបចំក្រៅឲ្យល្អជាងនេះខ្ញុំចង់ថែមស្រះមួយទៀតព្រោះមិនអាចពង្រីកអាជីវកម្មខ្ញុំបានតើអ្នកកំពុងត្រូវការដើមទុនពង្រីកអាជីវកម្មមែនទេឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនអនុទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម